ជំរាបសួរលោកគ្រូយើងខ្ញុំឈ្មោះមកស្រណមកវិក្រម SV34 ថ្ងៃនេះខ្ញុំមកនិយាយអំពី project ដែលលោកគ្រូបានដាក់ឲ្យធ្វើ secure account life cycle ដែល policy ទី2ហ្នឹងពាក់ព័ន្ធទៅនឹង password engine នៅក្នុង strong password ដូចគ្នាអញ្ចឹងនេះគឺជា comment ដែលខ្ញុំបានយកមកប្រើប្រាស់នៅក្នុង project មួយហ្នឹងអញ្ចឹងជាដំបូងមុននឹងយើងធ្វើយើងត្រូវការចូលទៅមើល user ហ្នឹងតើវាមានជាប់ policy អត់អញ្ចឹងខ្ញុំសូម copy comment ទី1នេះហើយយើងផាសវាមកហើយយើង enter អញ្ចឹង user ហ្នឹងវាអត់ទាន់ជាប់ policy អីទេបន្តមកទៀតយើងចូលទៅកាន់ comment មួយទៀត sudo check m ធំហើយយើងកំណត់វា60ថ្ងៃទៅលើ ASI4 បន្តមកយើង enter ហើយយើង check មើលមកអញ្ចឹង number of day between password change នេះវាបាន60អញ្ចឹងយើងយក60នេះទៅបូកជាមួយនឹងថ្ងៃខែដែលយើងបានបដូរថ្ងៃចុងក្រោយហ្នឹងយកមកបូកមកវានឹងបាន expire September 13 2026បន្តមកទៀតយើងចូលទៅកាន់ comment មួយទៀត sudo check .i ធំហើយយើងកំណត់7ទៅលើ ASI4 តោះមកយើង enter ហើយយើង check មើលម្ដងទៀតអញ្ចឹងនេះវានឹងចេញមក inactive 20ដែល expire នេះវាមាន7អញ្ចឹងយើងយក7ហ្នឹងបូកនឹង September 13ហ្នឹងមកវានឹងឃើញ September 20 2026 inactive បន្តមកទៀតយើងចូលទៅកាន់ comment មួយទៀត sudo check .e ធំ2027 1201ទៅលើ ASI4 តោះមកយើង enter តោះមកយើង check មើលអញ្ចឹងមិញយើងធ្វើឲ្យ April នេះយើងបានដល់ December ថ្ងៃទី1 2027អញ្ចឹងវាបាន1ឆ្នាំបន្តមកទៀតយើងចូលទៅកាន់ comment មួយទៀត sudo check .m តូចហើយយើងកំណត់វាមក50ថ្ងៃលើ ASI4 បន្តមកយើង enter ហើយយើង comment មួយទៀតមក sudo check .w ហើយ14ទៅលើ ASI4 បន្តមកយើង enter មកអញ្ចឹងយើងចូលទៅ check មើលម្ដងទៀតអញ្ចឹងនេះគឺជាការងារទី2អញ្ចឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងអរគុណលោកគ្រូ